Đè Chinh cùng kết tràn pe chào chi lược môn đại khát bongច្បាស់ជានឹងសងសឹកវិញនៅឯពិធីជប់លៀងល្បីហើយបានវិញហើយខ្ញុំនំឈូឈិនទៅគឺដើម្បីការពារសុវត្ថិភាពរបស់ខ្ញុំសុវត្ថិភាពពិតជាដើម្បីសុវត្ថិភាពមែនខ្ញុំគិតថាពួកគេទាំង3នាក់មើលមកខ្ញុំមិនសូវសមរម្យសោះឈីងអ្នកនៅតែគិតរឿងនៅបាមែនទេនរណាគិតដល់គេខ្ញុំគ្រាន់តែស្រាប់តែមានអារម្មណ៍ថាគេពិតជាមិនដូចអ្វីដែលយើងគិតសោះថ្ងៃនោះនៅបាបដិសេធពួកយើងដូចចៅឈីនិងបាក់ពូដែលលែងពួកមនុស្សអាក្រក់នោះគឺខុសគ្នាស្រឡះពិតមែនហើយកាលពីមុនគាត់ពេលក្រុមហ៊ុនជួយដោះស្រាយបញ្ហាឲ្យអ្នកទោះបីជារបៀបធ្វើហាក់ដូចជាប៉ះពាល់អ្នកដទៃប៉ុន្តែលទ្ធផលគឺតែងតែល្អគាត់ពិតជាមានសមត្ថភាពអស្ចារ្យក្នុងពេលចាំបាច់អ្នកអនុញ្ញាតឲ្យគាត់ចូលឥឡូវនេះសូម្បីតែសុំស្រាក៏គាត់ចេះដែរគាត់ហាក់ដូចជាពិតជាមនុស្សដែលលាក់សមត្ថភាពមែនចុះយ៉ាងម៉េចទៅចង់ខ្លាចជាមិត្តប្រុសរបស់ខ្ញុំណាស់មែនទេយ៉ាងច្រើនមែនជាមនុស្សអាក្រក់ទេទៅចូលគេងហើយអាអ្នកស្រែនេះហាក់ដូចជាកាន់តែគួរឲ្យចូលចិត្តទៅហើយជីដុងខ្ញុំចង់ចាប់ឆ្នោតសូមអបអរសាទរថ្នាក់ដឹកនាំអ្នកបានចាប់បានរង្វាន់ដ៏ខ្ពង់ខ្ពស់បាកលើកមុនរង្វាន់ពិសេសក៏ជំនាញលីស្រាពេលនេះជាពានរង្វាន់ធំបំផុតបើបានពាននឹងមុខជាល្បីល្បាញខ្លាំងហើយសូមអបអរសាទរអ្នកបានឈ្នះរង្វាន់ធំរង្វាន់គឺទទួលបានឈុតឯកសណ្ឋានពិសេសនិងឧបករណ៍សុវត្ថិភាពជីតុងអ្នកធ្វើអីហ្នឹងបងជីងជាមិត្តជិតស្និទ្ធម្ដាយខ្ញុំមិត្តជិតស្និទ្ធអ្នកឲ្យឈុតឯកសណ្ឋានអ្នកបម្រើលើយន្តហោះហើយថែមទាំងរូបថតរបស់គាត់ទៀតនិយាយតាមត្រង់ទៅបងជីងពាក់ឈុតនេះមើលទៅពិតជាតាក់ទាញខ្លាំងណាស់ឈូជឿនក្នុងដៃអ្នកមានអ្វីខ្លះឈូជឿនពេញមួយថ្ងៃអ្នកគិតតែពីរឿងអ្វីខ្លះហ្នឹងអ្នកហ៊ានដល់ថ្នាក់កម្មវិធីថតរូបបែបនេះមែនខ្ញុំតែមានជីងបងជីងមិនមែនជាមនុស្សដែលអ្នកគិតទេតើគាត់ជាមនុស្សបែបនោះមែនទេឬមួយដោយសាររឿងលើកមុនគាត់ពិតជាមានចិត្តមិនសមរម្យមកលើខ្ញុំមែនធូចេនអូនធ្វើឲ្យខ្ញុំអស់សង្ឃឹមខ្លាំងណាស់រឿងលើកមុនវាគ្រាន់តែជាឧបទ្ទវហេតុហើយម្យ៉ាងវិញអ្នកជួយគេហើយអ្នកមិនចាំបាច់នៅបន្តទៀតទេបើអ្នកនិយាយមួយម៉ាត់ទៀតខ្ញុំនឹងប្រាប់ម្ដាយរបស់អ្នកភ្លាមអ្នកអូយពេលនេះស្រាលៀងជំរះមិនចេះទេខ្ញុំស៊ីហុងអ្នកបានបំផ្លាញខ្ញុំហើយមិនបានជាគាត់មានគំនិតបែបនេះមិនបានទេស៊ូជីងឈូអ្នកចាស់ជាងគេដល់ទៅ5ឆ្នាំហើយថែមទាំងជាមិត្តជិតស្និទ្ធរបស់ម្ដាយគេទៀតអ្នកមិនអាចយប់ជ្រៅហើយមិនមាននរណាមកទេគ្រាន់តែសាកពាក់សម្ពុតខ្លីយ៉ាងនេះផងឈូឈឿនពិតជាចេះរើសសម្លៀកបំពាក់នេះសំបីតែខ្ញុំឃើញហើយក៏លួចចាប់អារម្មណ៍ដែរបងស្រីជីងឈួតហើយពិតជាឈួតមែនស៊ីជីងឈូឈឿននេះជាល្បិចកដែលមិនដឹងរឿងអីទេអ្នកដាច់ខាតមិនអាចដូចគេនៅយប់ជ្រៅបែបនេះអ្នកណាមកជេរខ្ញុំពេលយប់ម្លេះប្រកាសជាបងស្រីជីងហើយឈូឈឿនអ្នកពេញមួយថ្ងៃក្នុងក្បាលអ្នកគិតតែពីរឿងអីខ្លះហ្នឹងអ្នកហ៊ានប្រើកម្មវិធី PA ធ្វើបែបនេះខ្ញុំជាមីងជីងរបស់អ្នកណាប្រព័ន្ធចង្រៃអាក្រក់ណាស់ធ្វើឲ្យខ្ញុំស្រីស្ទើរតែខ្មាស់គេស្លាប់ទៅហើយនេះមិនខ្លាចជាមនុស្សវិកលចរិតហើយឬអ្នកក្បត់ឪពុកអ្នកគឺមានតែអ្នកម្នាក់ឯងនាងជីងនិងជីងចុះជីងទៅណាបើជីងនៅតែមិនអត់ទោសឲ្យខ្ញុំត្រូវតែចាក់ចេញពីទីនេះហើយគ្រូសាជីងមកដល់ហើយជីងបានចេញទៅជាមួយគេតាំងពីព្រលឹមអ្នកចាត់ការក្រុមហ៊ុនបានផ្ដល់ឲ្យ3ខែសម្រាប់អ្នកផ្សេងទេចំណែកអ្នកវិញថ្ងៃនេះម៉ោង3រសៀលប្រសិនបើមិនអាចដាក់គម្រោងការរចនាបានទេបងស្រីរបស់អ្នកត្រូវរងចាំសេចក្តីស្លាប់ចាំមើលតើមានរឿងអីកើតឡើងប្រហែលជាខ្ញុំអាចជួយអ្នកបានខ្ញុំអត់មានលុយ
សម្រាប់វះកាត់ទេឆឹងយីកាំងមានការគម្រាមកំហែងនេះខ្ញុំត្រូវតែទៅតាមគេឬក៏មុនម៉ោង3រសៀលនេះយើងត្រូវដាក់សំណើគម្រោងហើយហេតុអ្វីបានជាអ្នកមិនប្រាប់បងស្រីជីងខ្ញុំប្រាប់បងស្រីជីងទៅចេញយីកាំងប្រហែលជាគាត់អាចឲ្យអ្នកខ្ចីលុយបានបងជីងបានជួយខ្ញុំច្រើនណាស់ខ្ញុំមិនចង់ឲ្យគាត់ព្រួយបារម្ភទៀតទេខ្ញុំសុខចិត្តទ្រាំដោយខ្លួនឯងជីងទៅសុំជំនួយពីបងជីងវីពិតជាដូចបងស្រីជីងនិយាយមែនទោះបីសាមញ្ញតែចិត្តល្អប្រព័ន្ធបដូរសមត្ថភាពរចនាផ្លុំដាប់កម្ពុជាជំនាញរចនាផ្លុំដាប់កម្ពុជាបានបដូរដោយជោគជ័យត្រូវចំណាយតម្លៃវត្ថុធាតុចំនួន30អិកតានៅសល់តម្លៃវត្ថុធាតុ525ជាប្រព័ន្ធឲ្យកក់ទុកម្ដងទៀតដោយអនាមិកកញ្ចប់ព្យាបាលបេះដូងមួយកំណត់ឈ្មោះសម្រាប់អូនស្រីរបស់លីនវៃវៃចំណាយតម្លៃ150ពិន្ទុបដូរបានសម្រេចតម្លៃដែលនៅសល់375ពិន្ទុអាយ៉ាវាមិនមែនគ្រាន់តែជាសំណាក់ប្រសិលនេះខ្ញុំនឹងទៅជាមួយអ្នកទៅខ្ញុំមិនត្រឹមតែចង់ឲ្យចាងយូកាំងលុបជង្គង់សុំទោសអ្នកទេតែទាំងប្អូនស្រីអ្នកថ្លៃវះកាត់ក៏អាចដោះស្រាយបានដែរហេទីបំផុតអ្នកក៏យល់ព្រមហើយនៅជាមួយខ្ញុំ3ថ្ងៃមិនចាំបាច់ដាក់សំណើទេទាំងថ្លៃវះកាត់ប្អូនស្រីអ្នកផងខ្ញុំនឹងរៀបចំភ្លាមគឺអ្នកជាអ្នកជ្រើសរើសហើយយកការងារនិងជីវិតញាតិមិត្តជិតស្និទ្ធបំផុតមកដាក់ជាសម្ពាធគម្រាមគូស្នេហ៍របស់ខ្ញុំខ្សែចំណងគាត់ទើបតែនិយាយថាខ្ញុំជាគូស្នេហ៍របស់គាត់អាហេតុមិនបាននៅក្នុងបន្ទប់ការិយាល័យនេះគាត់ចង់ការពារគម្រោងនេះចង់ជួយប្អូនស្រីគាត់ត្រូវតែធ្វើតាមច្បាប់របស់ខ្ញុំគំនូព្រៀង10សន្លឹកខ្ញុំត្រូវចំណាយពេល3ថ្ងៃជាមួយខ្ញុំអ្នកជ្រើសរើសដោយខ្លួនឯងអ្នកនៅចំពោះមុខខ្ញុំបង្ខំគូស្នេហ៍របស់ខ្ញុំឲ្យក្លាយជាស្រីកំណានរបស់អ្នកស្រីកំណានជំរើសទី1ទុកឲ្យគាត់ទៅជំរើសទី2ផ្ដល់គំនូព្រៀងពេញលេញឲ្យខ្ញុំមុនម៉ោង3ជ្រើសរើសមួយក្នុងចំណោម2អ្នកស្ដាប់មិនយល់មែនទេ